ជំរាបសួរលោកគ្រូខ្ញុំឈ្មោះសេងសុនសាមមកពីក្រុម SV34 មកធ្វើការងារបន្តគឺរៀបរាយfile content ចម្បងខ្ញុំចូលមកដើម្បីធ្វើការងារនេះបានត្រូវការ folder មួយដែលមានឈ្មោះSV34 ដោយប្រើ command mk ទៀត SV34 ដើម្បីបង្កើតfolder មួយឈ្មោះ name មកទៀតត្រូវ cd ចូលប្រើ command cd ចូលទៅក្នុង folder ហ្នឹងដោយនឹងវាយ command cd SV34 បន្ទាប់ពីចូលមកក្នុង folder SV34 បានហើយប្រើ command up ដើម្បីមើលfile ដែលបង្កើតមុនបង្កើត file បានត្រូវប្រើ command នេះគឺ type main SV34.tet មួយដើម្បីបង្កើត file main មួយហើយខ្ញុំប្រើហើយនឹងបង្កើត file SV34 ពី A ដល់ J.tet ដើម្បីដែលthích ចូលទៅក្នុងបន្ទាប់ពីបង្កើត file បានហើយខ្ញុំត្រូវការ thích នៅក្នុង file main មួយគឺប្រើ command echo .e ហើយបង្កើតចំនួន100ពី1ដល់100ដែលthànhមួយដូចគ្នាគឺដាក់am សូវិសាល SV34 Linux ហើយស្លាកនឹងដើម្បីជាប់តនៅក្នុង file main SV34 បន្ទាប់ពីខ្ញុំបង្កើតឃើញនៅក្នុង file ហើយចូលទៅមើលទៅគឺប្រើ command s main SV34 tt នេះនៅក្នុង file main គឺមាន thích 100ជួរមកទៀតខ្ញុំcomment ដើម្បី copy thích នោះម្ដង10ជួរចូលទៅក្នុង file ផ្សេងទៀតដោយប្រើ command head ដោយប្រើ command head ដកកន្លែងនេះដក10ពី file main ទៅ file SV34A បន្ទាប់ពីយើង copy thích ហើយចូលទៅមើលដោយប្រើ command slash s34.a ចុច t នៅក្នុងនេះមានសិនthích 10ជួរនៅក្នុង file SV34.a តោះនឹងទៀតនឹងប្រើ command ដដែលហើយធ្វើរហូតដល់អស់ thích ពី email អញ្ចឹងចូលទៅមើល file តទៀតគឺ SV34.b គឺមានពី11ដល់20ទីនេះទៅមើល C 4ដល់ C មានពី21ដល់30ដល់ទីម្ដងពី41ដល់50ហើយចូលទៅ F មានពី51ដល់60មានទៀតយើង FG
មានពី61ដល់70ហើយយើងទៅមើលF កន្លែងនេះខ្ញុំច្រឡំមើល F ហើយ H យើងទៅមើល H មានពី71ដល់80ទៀតទៅមើលfile I មានពី81ដល់90ដល់ទៀតគឺ J មានពី91ដល់100អូខ្ញុំបើសំទោសគ្រូនឹងភ្លេចប្រាប់ពី comment ដែលកាត់ជួរនៅពាក្យក្តារជួរគឺយើងប្រើ head ហើយនិង tail គឺបែបនេះជានៅក្នុង file J ខ្ញុំប្រើ head ដកមក100ហើយ main ពី main file មកហើយ tail ដើម្បីកាត់ធ្វើ10ជួរទៅ file SV31 J ចុងក្រោយការធ្វើការបង្ហាញរបស់ខ្ញុំចាប់ចំណុចសម្រាប់លោកគ្រូការចូល